Yeah, hello guys. Today I want to tell you how to jailbreak a phone from the Store Store and dopamine. So now let's get into the video. តោះឥឡូវយើងមកដល់លើ desktop យើងហើយយើងចូលទៅកាន់ Chrome បងប្អូនលេខនេះខ្ញុំ copy ដាក់នៅក្នុង description ឥឡូវយើងមកដល់ផ្ទះនេះយើងចុចលើកន្លែងពាក្យ release នេះ release ហ្នឹងយើងឃើញពាក្យ draw restore នេះយើងចុចលើនោះមកតោះមកយើងឃើញពាក្យ draw restore យើង download ហ្នឹងយើង open folder ចុះហើយចេញទីវាមកខាងនេះ download មួយហើយតែខ្ញុំចង់ download មួយទៀតទីវាមកខាងស្នោះអូខេបាត់ desktop master ទៅដល់ហើយទីវាតនៅស្នោះហើយតោះមកយើងត្រូវតែដោតដោយទូរស័ព្ទយើងចូលទៅក្នុង computer ហើយយើងបង្ហាញអ្នកនរគ្នាអូខេឥឡូវខ្ញុំក៏លេខទូរស័ព្ទចូល computer ហើយឥឡូវយើងបើកកម្មវិធីនោះ Draw Store យើងណាតែវាបន្តិចយើងវាឲ្យយើងវាយឈ្មោះ app អញ្ចឹងយើងយកapp tip នេះវា app tip នេះយើងវាយអក្សរតាមវាមក tip ហើយយើង enter បកទូរស័ព្ទយើងបានលុបបាត់ហើយយើងដកដោយវាសិនមកអូខេឥឡូវបន្ទាប់ពីយើង install វារួចយើងចុចលើពាក្យ tip យើងមកដែលយើង app យើងវាយលើកន្លែង comment វិញហ្នឹងវា tip មកយើងនឹងឃើញពាក្យថាinstall Draw Store ចុចពាក្យ install មកទៅយើងនឹង reboot អូខេតើវានឹងឃើញកម្មវិធីនោះមកហើយអូខេមកកម្មវិធីនោះមួយតមក next step គឺយើងនឹង download ខាងណាយើងបើកយើងចូល Safari យើងវាយពាក្យថា dopamine GitHub អូខេដោយសារខ្ញុំប្រើនៅលើ version 15ចឹងបើចឹងខ្ញុំចុចពាក្យខ្ញុំversion ណាដែលត្រូវមួយទូរស័ព្ទខ្ញុំនេះ version នេះខ្ញុំ download version មួយដោយសារតែវាត្រូវមួយ version ទូរស័ព្ទខ្ញុំបើខ្ញុំ download ខុស version អាចនឹងវាអត់ support ដល់យើងហៅកន្លែងដែរវា support version ទៀតដែរឥឡូវយើងចង់វាផ្លែខ្ញុំនិយាយរឿងដូចវល់ខ្ញុំថាអ្នកនរគ្នាមិនប្រកាន់ព្រោះខ្ញុំតំថោវីដេអូលើកទី1ឆឹងវានិយាយរឿងវល់ទៅ sorry អ្នកនរគ្នាឥឡូវយើងចង់វាផ្លែសិនអូខេឥឡូវបន្តយើង download វាបានហើយយើង share វាទៅកាន់Draw Store អូខេយើង install មកអូខេវាចេញមកផ្ទាំងបែបនេះយើងចុចលើវា open អូខេវាដាក់ពាក្យថា jailbreak យើងចុចពាក្យថា jailbreak មកវាឲ្យយើង select យើង select ទាំងពីរក៏បានយើងចង់បាន Celio ក៏បានឬក៏ Zipper ក៏បានតើមកយើងចុចពាក្យ continue អូខេឥឡូវយើងចូល jailbreak
ចំពោះកន្លែងនេះដោយសារតែខ្ញុំអត់បានreinstall app ដែលខ្ញុំ download នៅក្នុងទូរស័ព្ទនឹងវិញអញ្ចឹងវាអត់ load មកតែបើអ្នកនរគ្នា jailbreak លើកទី1វានឹង load មកauto ហ្មងពេលដែលយើង jailbreak វាហើយដោយសារយើងបាន select Sileo ហើយ Zebra ហើយតែដោយសាររបស់ខ្ញុំធ្លាប់ jailbreak ម្ដងហើយតែខ្ញុំភ្លេច reinstall វាvideo jailbreak របស់យើងមានតែប៉ុណ្្នឹងហើយចំពោះ app វាបើយើងតន់ទៅ jailbreak លើកទី1វានឹង load មកភ្លាមតែចំពោះទូរស័ព្ទខ្ញុំដោយសារខ្ញុំធ្លាប់ jailbreak ហើយវា load រៀងយូរដែលយើងចូលទៅ reinstall app វានៅក្នុង app dopamine យើងអញ្ចឹងចាំយើងជួបគ្នានៅវីដេអូផ្សេងទៀតខ្ញុំនឹងប្រាប់ពីរបៀបដាក់លេខ iPhone X នៅលើទូរស័ព្ទដៃយើងអូខេបាយបាយ